មិនដឹងចាប់ពីពេលណាមកពួកយើងចាប់ផ្ដើមសោកក្រោះមិនមានពាក្យអ្វីនិយាយគ្នាច្រើនដូចមុនពួកយើងក៏ខានលើសម្លេងគ្នាយូរហើយដែរគ្មានពេលវេលាសើចសប្បាយជាមួយគ្នាទេពួកយើងលែងមានអារម្មណ៍រំភើបនឹងគ្នាទេដែរព្រោះតែមិនបានឃើញសារប្រាប់ថានឹកទេតាមពិតទៅក្នុងបច្ចុប្បន្នពួកយើងកាលពីមុនខ្លាំងណាស់ប៉ុន្តែពេលនេះអ្វីៗប្រែប្រួលអស់ហើយមិនដឹងចាប់ពីពេលណាមកពួកយើងចាប់ផ្ដើមសោកក្រោះមិនមានពាក្យអ្វីនិយាយគ្នាច្រើនដូចមុនពួកយើងក៏ខានលើសម្លេងគ្នាយូរហើយដែរគ្មានពេលវេលាសើចសប្បាយជាមួយគ្នាទេពួកយើងលែងមានអារម្មណ៍រំភើបនឹងគ្នាទេដែរព្រោះតែមិនបានឃើញសារប្រាប់ថានឹកទេតាមពិតទៅក្នុងបច្ចុប្បន្នពួកយើងកាលពីមុនខ្លាំងណាស់ប៉ុន្តែពេលនេះអ្វីៗប្រែប្រួលអស់ហើយ